ថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅកាន់ទិសដៅទេសចរមួយទៀតដែលសម្បូរទៅដោយធនធានជីវៈចម្រុះជាតំបន់ព្រៃលិចទឹកដ៏ធំលាតសន្ធឹងនៅតាមបណ្ដោយបឹងទន្លេសាបនិងមានសកម្មភាពជាច្រើនទៀតដែលយើងអាចចំណាយពេលវេលាពេញមួយថ្ងៃរបស់យើងនៅទីនោះសហគមន៍កំពង់ឃ្លាំងជារមណីយដ្ឋានទេសចរបែបធម្មជាតិនិងវប្បធម៌ក្នុងចំណោមគោលដៅទេសចរនៅបឹងទន្លេសាបទាំងអស់មានសហគមន៍កំពង់ឃ្លាំងសហគមន៍ទេសចរកំពង់ភ្លុកសហគមន៍ទេសចរមេជ្រៃនិងតំបន់កំពង់ផែចុងគ្នាដែលជាទិសដៅសម្រាប់ភ្ញៀវទេសចរស្វែងយល់អំពីការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍បណ្ដែតទឹកនិងទទួលយកបទពិសោធន៍ទស្សនាជីវៈចម្រុះធម្មជាតិយ៉ាងសម្បូរបែបនៅទីនេះមានសក្តានុពលទេសចរសំខាន់ៗដូចជាបឹងទន្លេសាបអាហារធម្មជាតិនិងព្រៃធម្មជាតិដែលភ្ញៀវទេសចរមកទីនេះអាចជិះទូកលំហែកម្សាន្តនិងស្វែងយល់អំពីជីវភាពរស់នៅរបស់ប្រជាជននៅក្នុងតំបន់សហគមន៍ទេសចរកំពង់ឃ្លាំងស្ថិតនៅឃុំកំពង់ឃ្លាំងស្រុកសូត្រនិគមមានចម្ងាយប្រមាណ40គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបប្រជាជនមានជាង 85% នៃប្រជាជនសរុបនៅក្នុងឃុំប្រកបរបរនេសាទនិង 15% ទៀតប្រកបរបរបន្តបន្សំដូចជាការចិញ្ចឹមត្រីធ្វើចំការសណ្ដែកនិងកែច្នៃអនុផលនេសាទតាមរយៈការធ្វើផ្អកប្រហុកត្រីងៀតត្រីឆ្អើរនិងអាជីវកម្មសេវាកម្មទេសចរយោងតាមលក្ខខណ្ឌភូមិសាស្ត្រនៃតំបន់នេះក្រៅពីសក្តានុពលខាងនេសាទឃុំកំពង់ឃ្លាំងទាំងមូលមានសក្តានុពលដ៏សំខាន់មួយទៀតនោះគឺវិស័យទេសចរនៅពេលដែលភ្ញៀវទេសចរធ្វើដំណើរមកកាន់សហគមន៍កំពង់ឃ្លាំងអ្នកទាំងអស់គ្នានឹងឃើញមុនគេគឺសហគមន៍នេសាទព្រៃស្រមោចដែលស្ថិតនៅតាមដងផ្លូវឆ្ពោះទៅសហគមន៍កំពង់ឃ្លាំងអ្នកទាំងអស់គ្នាអាចឈប់សម្រាកជិះទូកតាមព្រែកមើលដែនអភិរក្សព្រៃលិចទឹកនៅក្នុងសហគមន៍ដែលមានទំហំជាង500ហិកតាហើយមិនឆ្ងាយពីទីនេះឆ្លងកាត់ផ្ទះប្រជាជននៅតាមអមសងខាងផ្លូវនោះអ្នកនឹងដល់គោលដៅសហគមន៍ទេសចរកំពង់ឃ្លាំងបើសិនបើអ្នកទាំងអស់គ្នាអាចចំណាយពេលនៅទីនេះបានយូរនោះនឹងកាន់តែដឹងច្បាស់អំពីរបៀបរបបនៃការរស់នៅរបស់ប្រជាជននិងផ្ដិតយកនូវរូបភាពអំពីការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាជននៅក្នុងសហគមន៍ទាំងនៅរដូវប្រាំងនិងនៅរដូវវស្សាបឹងទន្លេសាបគឺជាបឹងទឹកសាបធំជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍នៅរដូវប្រាំងបឹងទន្លេសាបមានវិសាលភាពជាង 2500 គីឡូម៉ែត្រការ៉េនារដូវវស្សាខណៈមានភ្លៀងធ្លាក់ខ្លាំងផ្ទៃបឹងទន្លេសាបបានរីកវិសាលភាពរបស់វាចំនួន4ដងនិងជម្រៅអតិបរមាចាប់ពី4ម៉ែត្រទៅ10ម៉ែត្រជីវិតទាំងសត្វទាំងរុក្ខជាតិនិងមនុស្សដែលរស់នៅជុំវិញបឹងទន្លេសាបគឺប្រែប្រួលទៅតាមវដ្តនៃរដូវកាលនេះភ្ញៀវទេសចរអាចមកគយគន់សម្រស់វាលស្មៅប្រាំងបៃតងងងឹតព្រៃដោះអមសងខាងទេសភាពថ្ងៃលិចបង្កើតជាផ្ទាំងទស្សនីយភាពយ៉ាងស្រស់ត្រកាលនិងនៅរដូវវស្សាផ្ទៃទឹកបឹងទន្លេសាបនាចដោយសមុទ្រធំល្វឹងល្វើយសត្វស្លាបជាច្រើនប្រភេទមានព្រៃលិចទឹកដុះជាស្រទាប់ខាងក្រៅទាំងជីវៈចម្រុះនិងព្រៃលិចទឹកជាច្រើនប្រភេទបង្កើតជាបទពិសោធន៍មួយមិនអាចបំភ្លេចបានជាក់ស្ដែងនៅក្នុងសហគមន៍ទេសចរធម្មជាតិកំពង់ឃ្លាំងមានបម្រើសេវាកម្មទេសចរមួយចំនួនដូចជាសេវាកម្មកាណូទេសចរសេវាកម្មអុំទូកទស្សនាក្នុងភូមិនិងក្នុងព្រៃលិចទឹកនិងសេវាកម្មផ្ទះស្នាក់ម្ហូបអាហារនិងភេសជ្ជៈផ្សេងៗសម្រាប់ភ្ញៀវទេសចរជាតិអន្តរជាតិដែលមានបំណងចង់សិក្សាស្វែងយល់អំពីបឹងទន្លេសាបជីវភាពរស់នៅរបស់ប្រជាជនតាមមាត់បឹងទន្លេសាបរបៀបធ្វើផ្អកប្រហុកត្រីឆ្អើរកុំមើលរំលងសហគមន៍ទេសចរកំពង់ឃ្លាំង